សួស្តីអ្នកនរគ្នាថ្ងៃនេះយើងទៅនេះទៀតហើយយើងចេញម៉ូតូដើរមកថាយើងថតតាមផ្លូវតាមអីចឹងនេះរត់ថាទៅណាទៅណីជីអើយទៅនេះយើងជីដើរលេងហ្នឹងមកទេសភាពតាមផ្លូវនេះតាមផ្លូវមានឡានមានម៉ូតូអីចឹងណាទៅដល់មុខនេះផ្លូវបំបែកបងប្អូនផ្លូវបំបែកយើងបត់ស្ដាំមកបត់ស្ដាំឡើងទៅបន្តិចទៀតទៅឡើងបន្តិចទៀតបានមកដល់ផ្លូវផ្លាច់ជា4យើងបត់ឆ្វេងម្ដងបត់ឆ្វេងឡើងយើងឡើងជិះទៅត្រង់ទៅហ្នឹងឡើងទៅកន្លែងអូគេវាយគុនគោលហ្នឹងគេវាយគុនគោលនៅមុខដល់កន្លែងផ្លូវបាច់ជា4យើងអត់បត់ណាទេគឺយើងទៅមុខទៀតយើងទៅមុខទៀតយើងទៅមុខទៀតហ្មងហើយយើងមើលតាមកន្លែងមានហាងកាហ្វេទៀតកន្លែងនេះសិនមានសិនស្តុកលើតែសិនស្តុកគេនៅយើងដល់មុខមានផ្លូវបែកជា3មានឆ្វេងមានស្ដាំតែយើងបត់មកស្ដាំឡើងទៅខាងក្តាន់2តែយើងអត់ទៅក្តាន់2ទេយើងបត់ឆ្វេងឡើងមកឆ្វេងប៉ោចមកហើយជិះទៅត្រង់អាកន្លែងស្ដាំដៃហ្នឹងកន្លែងអឺផ្សាររាត្រីក៏ស្អីអាកន្លែងគេបើកឲ្យក្មេងលេងនេះឆ្វេងដាក់ស្ដាំដៃហ្នឹងមកដល់មុខហ្នឹងផ្លូវបែកជា4ទៀតហើយតែយើងអត់បត់ណាទេគឺយើងទៅត្រង់មកនៅស្ដាំដៃហ្នឹងមានព្រះបុណ្យធម្មមួយយើងឈប់ងក់កន្លែងហ្នឹងមកហើយបន្ទាប់មកយើងចុះឲ្យដាក់កាមេរ៉ាចោលទៅយើងទៅយកវ៉ាន់ហើយយកទៅដាក់ឲ្យវ៉ាន់ឲ្យភ្ញៀវនៅតាមខេត្តហ្នឹងដល់យើងកំងពីយើងទៅយើងត្រូវដាក់ឲ្យវ៉ាន់នេះគាត់ចឹងពីកន្លែងនេះយើងរៀងយូរដែរយ៉ាស្រីស្អាតស្រីស្អាតប្រស្អាតនេះឃើញមកឈប់ងក់នៅមុខកាមេរ៉ាបងកង់3បានមកស្ទុះក៏គាត់បើកកង់3ទៅមុខរៃអត់មានជិះពីណាទេគាត់អ្នករត់កង់3អញ្ចឹងហើយបន្ទាប់មកទៀតបានមកបន្តិចស្រាប់តែមានខាងបងគាត់រត់ក្រែបមកឈប់ងក់កន្លែងទៀតឈប់មកតិចទៅហើយក៏តិចទៀតខ្ញុំក៏ចេញពីកន្លែងរបបធម្មនឹងវិញមកខ្ញុំចេញពីកន្លែងនោះមករៀងនៅយូរដែរមិនមែនមកឡើយទេចាំមើលបន្តិចទៀតទៅដឹងហើយតាមផ្លូវតាមអីមានមនុស្សមានកន្លែងមានឡានច្រើនណាកន្លែងបរិយាបន្ថែមបង្កក់យើងហ្នឹងមកកង់3កង់អីដែរហ្នឹងកន្លែងខ្ញុំចូលទៅរៀងយូរដែរណាពេលបើកកាមេរ៉ាចោលដល់ពេលអញ្ចឹងនេះឡើងម៉ូតូវិញឆេះម៉ូតូវឹងហើយបកមកក្រោយវិញមកដល់ផ្លូវបែកមិនបាច់ឈប់ទេកន្លែងនេះផ្លូវបត់ស្ដាំតែយើងបត់ទេយើងទៅត្រង់មកផ្លូវដដែលហ្នឹងនេះកន្លែងស្ដាំដៃកន្លែងមុនកន្លែងគេវាយគុនគោឥឡូវគេលែងឥឡូវគេរើអស់យើងបត់មកស្ដាំទៀតមកយើងឡើងឆ្វេងដៃយើងធ្វើការស្រួលឡើងយើងទៅឆ្វេងដៃវិញកន្លែងនេះស្រុកម៉ូតូចំយ៉ាឡើងមកកន្លែងមកយើងទៅត្រង់កន្លែងគេលក់ជូរចាក់ប៊ីសគាត់ដើរមកបិច្រាស់ហើយយើងមើលឃើញកន្លែងបាំងកន្លែងផ្លូវបាច់ជា4ដែរតែយើងមកទៅមុខត្រង់ទៀតត្រង់រហូតមកដល់មកហ្នឹងក៏មានផ្លូវបាច់ជា4ដែរតែយើងអត់ទៅណាទេយើងមកត្រង់ទៀតយើងមកផ្ទះវិញហ្នឹងយើងមកត្រង់មកដល់ញ៉ានោះអងតាមទូកោហ្នឹងចេះថតលេងទៅយើងអត់សុកពេកមានកាមេរ៉ាដែរដាក់តាមម៉ូតូចោលទៅកន្លែងនេះយើងបត់ស្ដាំប៉ុកមានម៉ូតូមកឆាប់ពីមួយមកដល់ប៉ុកមកនេះមកដល់កន្លែងយើងធ្វើការវិញចូលប្លុកនេះបើមានត្រូវការវ៉ាន់អីអាចទិញបានកណោនេះ